ភិបាលដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតយោងតាមសេចក្តីណែនាំស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលតេលសេឡាប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី20ខែមិនិនាឆ្នាំ2026បានឲ្យដឹងថាដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិនិងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតដោយបញ្ចុះពីអត្រា 10% មកអត្រា 4% នៅក្នុងនោះរដ្ឋទទួលបន្ទុកជំនួសចំនួន 6% គិតចាប់ពីថ្ងៃទី20ខែមិនិនាឆ្នាំ2026រហូតដល់មានការជូនដំណឹងជាថ្មីជាមួយគ្នានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារនិងសហគ្រាសនាំចូលនិងចែកចាយបន្តនៅផលិតផលតេលសេឡាប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវអនុវត្តតាមខ្លឹមសារផងដែរមានដូចជា1សហគ្រាសនាំចូលនិងចែកចាយបន្តត្រូវគិតអាករលើតម្លៃបន្ថែមអត្រា 4% លើការផ្គត់ផ្គង់ក្នុងស្រុកនៅប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតដែលត្រូវចេញវិក័យប័ត្រអាករចំពោះការផ្គត់ផ្គង់ទៅឲ្យអតិថិជនដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដោយនៅលើវិក័យប័ត្រត្រូវប្តូរអាករលើតម្លៃបន្ថែមអត្រា 10% ទៅជាអាករលើតម្លៃបន្ថែមអត្រា 4%ត្រូវចេញវិក័យប័ត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយដោយថ្លៃលក់រួមទាំងអាករត្រូវគិតអាករលើតម្លៃបន្ថែមអត្រា 4%បន្ថែមពីលើនេះអាករលើតម្លៃបន្ថែមអត្រា 10% ឬអត្រា 4% ដែលសហគ្រាសបានបង់លើការនាំចូលឬទិញក្នុងស្រុកនៅប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្ដែងដែលត្រូវមានប្រតិវេត្តគយនិងបង្កាន់ដៃបង់ពន្ធអាករឬមានវិក័យប័ត្រអាករនិងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុកដោយឡែកអនុទានអាករលើធាតុចូលដែលបានបង់លើការនាំចូលឬទិញក្នុងស្រុកក្រៅពីប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតត្រូវអនុវត្តស្របតាមបទបញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម2អគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាមអនឡាញដោយមុខងារបញ្ជីទិនានុបវត្តទិញលក់ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញឬសេវាអតបអត្រា 4% ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ